ការអង្គុយមើលប្តីរបស់នាងធ្វើម្ហូបឲ្យញ៉ាំបានធ្វើឲ្យភរិយាមានអារម្មណ៍ស្រស់ស្រាយនិងមានសុភមង្គលយ៉ាងពិតប្រាកដបន្ទាប់មកប្តីរបស់នាងបានរៀបចំម្ហូបពេញមួយតុដែលសុទ្ធសឹងតែជាមុខម្ហូបដែលនាងចូលចិត្តនាងថែមទាំងបានដួសម្ហូបដាក់ចូលទៅក្នុងចានរបស់គាត់ទៀតផងបន្ទាប់មកនាងបានប្រាប់គាត់ថាចាប់ពីពេលនេះទៅនាងមានគម្រោងស្នាក់នៅក្នុងទីក្រុងនេះរហូតហើយនាងនឹងកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេសដើម្បីបំពេញការងារដើម្បីមានពេលវេលាច្រើនជាមួយគ្រួសារប៉ុន្តែនៅក្នុងចម្រើយចិត្តបុរសជាប្តីមានការព្រួយបារម្ភជាខ្លាំងគាត់ជឿជាក់ថានាងជ្រើសរើសស្នាក់នៅទីនេះគឺដោយសារតែមិត្តប្រុសចាស់របស់នាងចិត្តត្រូវដោះលែងចេញពីពន្ធនាគារនោះជាមូលហេតុតែមួយគត់ដែលគាត់អាចគិតឃើញភរិយាក៏ចាប់អារម្មណ៍ដឹងដែរថាគាត់ហាក់ដូចជាមានរឿងរ៉ាវមិនសប្បាយចិត្តនៅក្នុងចិត្តដូច្នេះនៅយប់ជ្រៅនោះនាងបានយកបបរមួយចានមកឲ្យគាត់ហើយសួរគាត់ធ្នមថាហេតុអ្វីបានជាគាត់មើលទៅមិនសូវសប្បាយចិត្តប៉ុន្តែគាត់បានកុហកនាងហើយទូចថាគ្មានរឿងអ្វីកើតឡើងនោះទេនាងបានប្រាប់គាត់ថាការប្រាស្រ័យតាក់ទងគ្នាគឺជាផ្នែកដែលសំខាន់បំផុតនៅក្នុងជីវិតអាពាហ៍ពិពាហ៍ព្រោះកាលពីមុននាងតែងតែបដិសេធមិនព្រមនិយាយស្ដីជាមួយគាត់មិនថានមានរឿងអ្វីកើតឡើងក៏ដោយនាងបានសារភាពថាទម្លាប់មួយនោះគឺមកពីទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុសចាស់ដូច្នេះហើយនាងបាននិយាយថាវាជាកាតព្វកិច្ចរបស់នាងក្នុងការខ្វល់ខ្វាយពីអារម្មណ៍របស់គាត់ដូចគ្នានាងមិនអាចបណ្ដោយឲ្យគាត់ធ្វើជាអ្នកលះបង់គ្រប់យ៉ាងម្នាក់ឯងដោយនាងមិនដែលព្យាយាមយល់ពីគាត់នោះឡើយទីបំផុតគាត់បានសួរថាហេតុអ្វីបានជានាងស្រាប់តែសម្រេចចិត្តស្នាក់នៅទីនេះប៉ុន្តែនាងមិនអាចប្រាប់គាត់ចំថានាងបានដឹងការពិតនិងដឹងថាគាត់ជាមនុស្សស្អាតស្អំគ្មានកំហុសក្នុងរឿងកន្លងមកនោះទេនាងមានអារម្មណ៍ខុសយ៉ាងជ្រាលជ្រៅដែលនោះជាមូលហេតុធ្វើឲ្យនាងត្រឡប់មកវិញផ្ទុយទៅវិញនាងបាននិយាយត្រឹមថានាងគ្រាន់តែចង់ចំណាយពេលជាមួយកូនឲ្យបានច្រើនហើយប្តីរបស់នាងបានតបទៅវិញថាគាត់តែងតែមើលថែកូនប្រុសបានយ៉ាងល្អជានិច្ចភរិយាបាននិយាយទាំងក្តីអៀនខ្មាស់ថានាងក៏ចង់ឲ្យគាត់មើលថែខ្លួនឯងឲ្យបានល្អជាងនេះដែរហើយប្រាប់គាត់ថាគាត់អាចប្រាប់នាងបានគ្រប់ពេលឲ្យតែគាត់ត្រូវការអ្វីមួយនាងនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីជាភរិយាប៉ុន្តែគាត់នៅតែចងចាំរឿងរ៉ាវដែលបានកើតឡើងកាលពី5ឆ្នាំមុននៅពេលដែលពួកគេទើបតែរៀបការរួចកាលនោះនាងស្អប់គាត់អស់ពីបេះដូងព្រោះនាងជឿជាក់ថាគាត់ជាអ្នកបង្កាច់បង្ខំមិត្តប្រុសចាស់របស់នាងថែមទាំងធ្លាប់និយាយថាថ្ងៃណាដែលមិត្តប្រុសចាស់របស់នាងត្រូវបានដោះលែងពីពន្ធនាគារនាងនឹងចាកចេញពីគាត់ដោយគ្មានការរារែកចិត្តឡើយនាងក៏បាននិយាយដែរថាពួកគេនឹងមិនអាចស្រឡាញ់គ្នាពិតប្រាកដឡើយនោះហើយជាមូលហេតុដែលគាត់នៅតែរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំគាត់ភ័យខ្លាចជាខ្លាំងថានាងនឹងបោះបង់គាត់ចោលនៅថ្ងៃបន្ទាប់ពួកគេបាននាំកូនប្រុសទៅកម្សាន្តនៅឯកន្លែងចិញ្ចឹមត្រីសមុទ្រ Aquarium វាក៏ជាលើកទី1ដែលពួកគេបានថតរូបជុំគ្រួសារដ៏មានភាពកក់ក្ដៅជាមួយគ្នាបន្ទាប់ពីត្រឡប់មកផ្ទះវិញភរិយាបានឃើញអ្នកបម្រើកំពុងកាន់ខោអាវរបស់ប្តីនាងក៏បានយកខោអាវទាំងនោះមកបត់និងរៀបចំទុកដាក់ដោយផ្ទាល់ដៃភ្លាមអ្នកបម្រើមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលបានឃើញនាងមិនដែលនឹកស្មានថាម្ចាស់ស្រីក្នុងផ្ទះប្រែប្រួលខ្លាំងដល់ថ្នាក់នេះសោះបន្ទាប់ពីនោះមកភរិយាបានចូលទៅសម្អាតនិងរៀបចំបន្ទប់របស់កូនប្រុសនាងដោយយកចិត្តទុកដាក់នាងបានរកឃើញរូបថតជុំគ្រួសារមួយសន្លឹកដោយនឹកស្មានមិនដល់នៅខាងក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់កូនបន្ទាប់មកនាងបានបើកសៀវភៅកំណត់ហេតុនោះអានដោយក្តីចង់ដឹងចង់ឃើញកូនប្រុសរបស់នាងបានសរសេរថារាល់ពេលដែលម៉ាក់មិននៅផ្ទះប៉ាតែងតែនិយាយរឿងរ៉ាវពីម៉ាក់ឲ្យគេស្ដាប់ជានិច្ចប៉ានិយាយថាម៉ាក់មើលទៅមានពន្លឺស្រស់បំព្រងដូចជាហ្វូងតារារាល់ពេលដែលម៉ាក់លេងវីយូឡុងគេក៏បានសរសេរដែរថាគេតែងតែភ័យខ្លាចថាម៉ាក់នឹងចាក់ចេញពីគេនិងប៉ាទៅបាត់ចុងបញ្ចប់ភរិយាបានយំស្រក់ទឹកភ្នែកខ្សឹកខ្សួលខណៈពេលដែលនាងបានអានរាល់ពាក្យពេចន៍នៅក្នុងសៀវភៅកំណត់ហេតុនោះនៅខណៈពេលនោះឯងទើបនាងដឹងខ្លួនថានាងបានធ្វើឲ្យទាំងប្តីនិងកូនប្រុសរបស់នាងរងការឈឺចាប់យ៉ាងជ្រាលជ្រៅកម្រិតណាក្នុងរយៈពេល5ឆ្នាំកន្លងមកនេះ